ការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាចិនប្រព្រឹត្តទៅនៅថ្ងៃទី22ខែមេសាឆ្នាំ2026នេះនៅរាជធានីភ្នំពេញកិច្ចប្រជុំពិសេសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីការពារជាតិនៃប្រជាណាចក្រកម្ពុជាដោយមានឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីការបរទេសនិងឯកឧត្តមតុងជុនរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធានកម្ពុជាចិនបានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកាលបន្តវេនរបស់គណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំគឺសន្តិភាពនិងស្ថិរភាពនយោបាយដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍប្រទេសដូច្នេះបញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនៅពេលនេះមិនមែនជារឿងដែលធ្វើឲ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយផ្ទុយទៅវិញបាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីព្រឹត្តិការណ៍សំខាន់មួយចំនួនដូចតទៅទី1នយោបាយការទូតសកម្មប្រកបដោយយុទ្ធសាស្ត្រកិច្ចប្រជុំលើកទី1នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាចិនប្រព្រឹត្តទៅនៅថ្ងៃទី22ខែមេសាឆ្នាំ2026នេះនៅរាជធានីភ្នំពេញកិច្ចប្រជុំពិសេសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីការពារជាតិនៃប្រជាណាចក្រកម្ពុជាដោយមានឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីការបរទេសនិងឯកឧត្តមតុងជុនរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធានកម្ពុជាចិនបានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាកាលពីខែមេសាឆ្នាំមុនក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់និងធ្វើឲ្យស៊ីជម្រៅនៅទំនាក់ទំនងផ្នែកនយោបាយសន្តិសុខនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរយន្តការថ្មីនេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់អន្តរជាតិដែលជាផលប្រយោជន៍រួមក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញអិសរាជជនជាន់ខ្ពស់ចិនទាំងពីររូបក៏នឹងចូលជួបសម្ដែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបន្ទាប់ពីកិច្ចសន្ទនា 2+2 ឯកឧត្តមវ៉ាងយីក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រជាណាចក្រកម្ពុជានៅថ្ងៃទី23ខែមេសាឆ្នាំ2026ប្រមុខការទូតចិននៅកម្ពុជាក៏នឹងមានជំនួបពិភាក្សាស៊ីជម្រៅស្ដីអំពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នឹងការរួមចំណែកដល់សន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍទាំងក្នុងនិងក្រៅតំបន់ទី2ការកសាងសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជានៅពេលដែលសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍកំពុងคล้ายជាប្រធានបទដ៏សំខាន់ក្នុងជំនួបពិភាក្សានានាក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនជនរួមជាតិមេត្តាជាតិថាដំណើរជាតិកម្ពុជាក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង500ឆ្នាំចុងក្រោយបានហែលឆ្លងកាត់ការបែកបាក់និងសង្គ្រាមវិនិស្សកម្មឆ្អែតឆ្អន់ហើយជាពិសេសរបបប្រល័យពូជសាសន៍ដ៏គួរឲ្យតក់ស្លុតរន្ធត់បំផុតដែលយើងបានជួបប្រទះប៉ុន្តែទោះជាយ៉ាងនេះក្តីថ្នាក់ដឹកនាំរៀមច្បងរបស់យើងដែលមានសម្ដេចតេជោហ៊ុនសែននិងអិសរាជជនគណៈបកប្រជាជនកម្ពុជាផ្សេងទៀតនៅតែអាចដឹកនាំកម្លាំងស្នេហាជាតិ
ទាញប្រទេសឲ្យផុតពីជ្រុះមរណៈនិងស្វែងរកបាននូវសន្តិភាពស្ថិរភាពនិងស្ដារប្រទេសនេះឲ្យរីកចម្រើនស្រស់បំព្រងឡើងវិញដូចសពថ្ងៃបច្ចុប្បន្នរាជរដ្ឋាភិបាលបន្តវេនរបស់គណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំគឺសន្តិភាពនិងស្ថិរភាពនយោបាយដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍប្រទេសដូច្នេះបញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនៅពេលនេះមិនមែនជារឿងដែលធ្វើឲ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយផ្ទុយទៅវិញវាគឺជាវិញ្ញាសាមួយដែលជំរុញឲ្យខ្មែរយើងរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីតាមមធ្យោបាយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះដើម្បីរក្សាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនផងនិងឈានទៅរកដំណោះស្រាយពិតប្រាកដមួយនិងយូរអង្វែងនៅតាមព្រំដែនផងទី3រាជរដ្ឋាភិបាលជួយចេញថ្លៃធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណជា$3លានសហរដ្ឋអាមេរិកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនដែលឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះរយៈពេល6ថ្ងៃគិតចាប់តាំងពីថ្ងៃ12ដល់17ខែមេសាឆ្នាំ2026មានប្រជាពលរដ្ឋប្រមាណជាជិត120,000នាក់បានទទួលសេវាដឹកជញ្ជូនដែលឥតគិតថ្លៃនេះហើយចំនួននេះបានកើនឡើង39%បើធៀបនឹងពេលកន្លងទៅជាមធ្យមពលរដ្ឋម្នាក់ត្រូវចំណាយថវិកាប្រមាណជា10,000រៀលឬស្មើនឹង$25សហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើរទៅមកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីដូច្នេះការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃបានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណជា12,000លានរៀលឬស្មើនឹងប្រមាណជា$3លានសហរដ្ឋអាមេរិកទឹកប្រាក់នេះត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការចំណាយនានារបស់ប្រជាពលរដ្ឋនៅឯស្រុកកំណើតជំនួសឲ្យការចំណាយទៅលើការធ្វើដំណើរដែលរដ្ឋជាអ្នកចេញជំនួសដូច្នេះវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃមិនត្រឹមតែបានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេក៏ប៉ុន្តែវាជាកាតាលីករជួយជំរុញលើកកម្ពស់ចំណូលប្រជាពលរដ្ឋនៅចំណុចនេះបងប្អូនជនរួមជាតិបានយល់កាន់តែច្បាស់អំពីអត្ថន័យនៃប្រសាសន៍របស់ថ្នាក់ដឹកនាំនៃយើងដែលបានបញ្ជាក់ថាយើងមិនត្រូវបណ្ដោយឲ្យបញ្ហាព្រំដែនធ្វើឲ្យរាំងស្ទះដល់វិស័យផ្សេងៗទៀតដែលជាចរន្តសេដ្ឋកិច្ចសង្គមនោះឡើយអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ